France Travail anciennement Pôle emploi បានន័យថាជាកន្លែងដែលសម្រាប់រកការងារយើងធ្វើយើងដែលចាប់កុងត្រាទៅយើងអត់ទាន់រកការងារបានធ្វើយើងទៅចុះឈ្មោះដល់ Pôle emploi Pôle emploi គេអ្នករកការងារយើងធ្វើ concernant តាក់ទងឬក៏ par rapport តាក់ទងនឹងស្អីដែលយើងចេះជំនាញដែលយើងចេះ métier ដែលយើងចេះយ៉ាងហ្នឹងណាដល់អញ្ចឹងចុះធ្វើសួរថាខ្ញុំធ្វើថាដើម្បីឲ្យបានចុះឈ្មោះនៅ Pôle emploi ហ្នឹងកើតគឺយើងត្រូវធ្វើការយ៉ាងតិចណាស់6ខែឬក៏910ម៉ោងអាហ្នឹង condition លក្ខខណ្ឌរបស់គេណាបើចៃដន្យថាខ្ញុំធ្វើការបាន6ខែបន្ទាប់មកទៀតខ្ញុំរកការងារអត់ទាន់ទៀតអត់បានធ្វើព្រោះកន្លែងធ្វើការហ្នឹងខ្ញុំចាប់កុងត្រាហើយ6ខែខ្ញុំហ្នឹងអញ្ចឹងខ្ញុំយកអាกระดาษស្នាមរបស់ខ្ញុំដែលគេហៅថា attestation acédique ពេលដែលខ្ញុំធ្វើការកន្លែងថកែខ្ញុំពេលដែលចាប់កុងត្រាកន្លែងថកែខ្ញុំគាត់ត្រូវចេញกระดาษស្នាមឲ្យខ្ញុំ complete ថកែគាត់ដឹងអាហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំយកអាกระดาษរបស់ខ្ញុំអស់ហ្នឹងឯងខ្ញុំយកទៅចុះឈ្មោះជាមួយ Pôle emploi ដើម្បីឲ្យខ្ញុំមាន dossier សិនសម្រាប់អ្នកដែលមិនទាន់មាន dossier និយាយនេះណាដើម្បីឲ្យខ្ញុំមាន dossier Pôle emploi សិនអញ្ចឹងហើយនៅពេលដែលចុះឈ្មោះគឺយើងទៅចុះឈ្មោះតាម internet សិនដំបូងយើងចូលទៅ connexion espace Pôle emploi ទៅaprèsយើងថាខ្ញុំ inscription ហើយគេប្រាប់យើងថាអូអ្នកឯង inscription អ្នកឯងត្រូវឲ្យគេឲ្យ rendez-vous មកយើងយក rendez-vous ការណាត់ជួបជាមួយនឹងនៅ bureau របស់គេផ្ទាល់ sur place បន្ទាប់មកយើងយកឯកសារដែលគេត្រូវការឯកសារដែលយើងបានពីតកែរបស់យើងណាយើងយកទៅជួបគេហ្នឹងនៅពេលដែលយើងយកទៅជួបគេ discuter អីចឹងទៅបន្ទាប់មកទៀតគេឲ្យលេខសម្គាល់ខ្លួនគេហៅថា numéro identifiant គេឲ្យលេខសម្គាល់ខ្លួននឹងមកយើងជាមួយនឹងលេខគេហៅថាលេខកូដmot de passe ណាលេខកូដសម្ងាត់បណ្ដោះអាសន្នពេលដែលយើងទៅចូលទៅក្នុង site ហ្នឹងតាមអ៊ីនធឺណិតបានយើងបដូរលេខកូដសម្ងាត់ដាក់លេខកូដរបស់យើងខ្លួនយើងដើម្បីឲ្យវាមានសន្តិសុខសុវត្ថិភាពខ្ពស់អីចឹងទៅអាហ្នឹងគឺ Pôle emploi ហើយអញ្ចឹងសរុបសេចក្តីcondition មួយសំខាន់គឺធ្វើការយ៉ាងតិចឲ្យបាន6ខែឬក៏910ម៉ោងហើយ Pôle emploi សម្រាប់អ្នកណាអា France Travail ហ្នឹងអ្នកណាដែលមានសិទ្ធិទៅទទួលទៅបើក dossier ហ្នឹងគឺអ្នកដែលមានហៅថា carte séjour ឬក៏ titre séjour carte résident 10ឆ្នាំឬក៏ carte de travail 2ឆ្នាំ4ឆ្នាំហ្នឹងឯងបានមានសិទ្ធិទៅសួរជាមួយនឹង Pôle emploi បើយើងជាអ្នកដែលរស់នៅដោយមិនស្របច្បាប់អត់មានកដាស់ស្នាមដែលយើងនិយាយភាសាសាមញ្ញគឺយើងអត់មានសិទ្ធិទៅទទួលលុយ chômage Pôle emploi ហ្នឹងទេទោះជាយើងធ្វើការបាន1ឆ្នាំ2ឆ្នាំ3ឆ្នាំក៏ដោយយើងអត់មានសិទ្ធិរស់នៅស្របច្បាប់នៅប្រទេសគេគឺយើងអត់មានសិទ្ធិទៅទទួលសុំសេវាកម្មពី Pôle emploi ហ្នឹងដែរណា